ជំរាបសួរថ្ងៃនេះខ្ញុំបានឆាឆ្អឹងជំនីជ្រូកនិងបន្លែឆ្អឹងជំនីជ្រូកហ្នឹងយើងយកមកកាប់វាដុំតូចមកហើយបន្លែយើងមានអីទេមានតែម្នាស់ស្នៀតពោតការ៉ុតម្ទេសហាវ៉ៃនិងប៉េងប៉ោះខ្ទឹមសចិញ្ច្រាំរួចហើយនិងស្លឹកខ្ទឹមផងដែរស្លឹកខ្ទឹមយើងមិនបាច់ដាក់ក៏បានដែរបងប្អូនហើយយើងចាប់ផ្ដើមផ្សំគ្រឿងសាច់ជ្រូកហ្នឹងយើងយកមកប្រឡាក់ប៊ីចេងបន្តិចអំបិលបន្តិចមកហើយនឹងមានស្ករសច្រើនបន្តិចណាប្រឡាក់ហើយយើងច្របាច់វាចូលជាតិគ្នាទុកវាបន្តិចហើយយកមកបំពងនៅក្នុងប្រេងសណ្ដែកនៅពេលយើងបំពងវាយើងត្រូវតកូរវារហូតដែរដោយសារតែរបៀបនៃការបំពងបើសិនជាយើងអត់អាសាកូរវាទេវាឆ្អិនអត់សព្វសាច់ទេសាច់ជ្រូករបស់យើងនោះមានសភាពអត់ស្មើគ្នាបើយើងជោគវារហូតវាឆ្អិនស្មើគ្នាហើយពណ៌ស្មើគ្នាបើយើងអត់អាសាជោគវាដូចសាច់ជ្រូកចៀនវិញអញ្ចឹងហើយយើងអាសាជោគវាទៅវាអស់ទឹកប្រៃវាទៅវាឡើងក្រហមហើយបងប្អូននេះសាច់យើងចាប់ផ្ដើមក្រហមតិចហើយយើងដាក់ឲ្យវាក្រហមជាងនឹងបន្តិចណាហើយឡើងសាច់ជ្រូករបស់យើងបានក្រហមហើយក្រហមស្អាតហើយយើងលើកវាដាក់មួយឡែកសិនហើយយើងមកស្រុះបន្លែម្ទេសហាវ៉ៃរបស់យើងស្រុះបន្តិចបានហើយណាប្រយ័ត្នវាឆ្អិនជ្រុលអត់ឆ្ងាញ់ទេហើយម្ទេសហាវ៉ៃនេះបើយើងអត់ស្រុះគឺញ៉ាំអត់កើតទេវាកពុលណាលើកវាចុះមកដាក់ត្រាំជាមួយទឹកត្រជាក់បន្ទាប់មកយើងស្ងោរការ៉ុតហើយនិងស្នៀតពោតការ៉ុតនិងស្នៀតពោតយើងដាក់វាឆ្អិនឲ្យហើយមកណាពេលវាឆ្អិនហើយយើងដួសដាក់ថាសមួយឡែកមកស្នៀតពោតគឺយើងដួសចេញមកដែរមកស្នៀតពោតស្រស់ហើយចាំកាត់វាយើងដាក់ប្រេងឆាមកហើយក៏ចាប់ផ្ដើមបំពងខ្ទឹមដាក់ស្ករឲ្យច្រើនតិចមកដោយសារស្ករវាចិត្តអស់វានៅជ្រៅអញ្ចឹងដួសពីរដងហ្នឹងហើយយើងកូរវាក្រហមតិចមកហើយយើងក៏ចាប់ផ្ដើមដាក់ទឹកត្រីដាក់ទឹកស៊ីអ៊ីវកូរគ្រឿងនឹងឲ្យសព្វបន្តិចសិនមកឥឡូវយើងកូរវាសព្វហើយយើងចាក់សាច់ចូលយើងឆាសាច់បន្តិចសិនណាឆាឲ្យវាចូលបន្តិចសិនហើយយើងដាក់ប៊ីចេងមកឆាវាពី3ត្រឡប់មកហើយយើងក៏លួចទឹកអំពិលទុំដាក់វាបន្តិចបើបងប្អូនអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរណាឆាវាចូលជាតិតិចទៅត្រឡប់ចុះត្រឡប់ឡើងហើយយើងក៏ចាប់ផ្ដើមមកដាក់ប្រេងខ្យងម្ដងប្រេងខ្យងបន្លែរបស់ខ្ញុំដាក់ច្រើនបន្តិចព្រោះថាប្រេងខ្យងបន្លែអត់ប្រៃទេបងប្អូនជោគវាចោះជោគវាឡើងបើខ្លាចសាច់វាហ្នឹងយើងដាក់ទឹកបន្តិចមកហើយរងាស់វាបន្តិចទៅហើយវាទន់សាច់មកវិញហើយក៏ឆាវាឲ្យចូលជាតិតិចទៅបងប្អូនឥឡូវនេះវាចាប់ផ្ដើមចូលជាតិហើយយើងដាក់ប៉េងប៉ោះចូលព្រោះប៉េងប៉ោះយើងបានស្រស់ទេដាក់ឲ្យវាទន់ជាងគេបន្តិចឆាចោះឆាឡើងតិចទៅនៅពេលប៉េងប៉ោះយើងទន់ហើយយើងក៏ចាប់ផ្ដើមចាក់បន្លែយើងចូលហើយក៏ឆាវាឲ្យចូលឆាវារហូតដល់ទឹកសោសរបស់យើងនិងសាច់របស់យើងហ្នឹងមានអារម្មណ៍ថាសើមចូលជាតិសពជាមួយនឹងបន្លែចាំយើងជប់កូរម្ហូបរបស់យើងបានឆ្អិនហើយយើងក៏បិទហ្គាសទៅហើយរោយស្លឹកខ្ទឹមហើយជោកស្លឹកខ្ទឹមឲ្យវាចូលជាមួយម្ហូបយើងបន្តិចមកហើយយើងក៏ដួសដាក់ចានមកអ្នកដែលចូលចិត្តញ៉ាំបន្លែម្ហូបមុខនេះល្អណាស់សម្រាប់សុខភាពអរគុណសម្រាប់ការទស្សនារាល់វីដេអូដែលនាងខ្ញុំបានផុសទៅ